ជំរាបសួរលោកអ្នកនាងខ្ញុំថៃធនិត B2B Asia News និងជម្រាបជូនអំពីព័ត៌មានទីផ្សារសម្រាប់ថ្ងៃទី26មិថុនា2026អ្វីដែលយើងនឹងផ្ដោតនៅថ្ងៃនេះគឺថ្លៃភាគហ៊ុនប្រចាំថ្ងៃដែលមានការឡើងចុះទាំងក្នុងនិងក្រៅតំបន់អំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងប្រទេសដទៃទំនិញសកលរួមទាំងអាជីវកម្មចម្រុះផ្ដើមដោយទីផ្សារនៅក្នុងតំបន់ភាគហ៊ុននៃអាស៊ីបាកិតជារួមគឺធ្លាក់ចុះ 3% ក្នុងនោះដែរសន្ទុះនៃខេបានធ្លាក់ចុះ 4.2% និងកំពុងឈានទៅរកការធ្លាក់ចុះប្រចាំសប្តាហ៍ជាង 2.7% ហើយសន្ទុះ Kospi របស់កូរ៉េខាងត្បូងវិញបានធ្លាក់ចុះ 5.8% ហើយសន្ទុះ Hang Seng ក៏បានធ្លាក់ចុះ 1.7% ប៉ុន្តែបានធ្លាក់ចុះរហូតទៅដល់ 8.5 សម្រាប់ត្រីមាសនេះដែលជាការកត់សម្គាល់មួយនៃការធ្លាក់ចុះ 3 ត្រីមាសជាប់ៗគ្នានិងជាលទ្ធផលខុសប្លែកពីគេនៅក្នុងតំបន់ងាកមកមើលទីផ្សារមូលបត្រកម្ពុជាវិញសន្ទុះផ្សារមូលបត្រកម្ពុជាបានកើនឡើង 2.74 ពិន្ទុឬ 0.61% ដល់ 450.05 ហើយទំហំជួញដូរសរុបបានធ្លាក់ចុះដោយមានភាគហ៊ុនចំនួន 422.342 ហើយភាគហ៊ុនត្រូវបានផ្លាស់ប្ដូរដៃនៅក្នុងតម្លៃជួញដូរសរុប 2.85 ប៊ីលានរៀលឬ $711,000 អាមេរិកនៅលើផ្សារកុយមានភាគហ៊ុនចំនួន 4 បានកើនឡើងនៅមុខដោយក្រុមហ៊ុន Chem JSM ខណៈដែលភាគហ៊ុនចំនួន 3 បានធ្លាក់ចុះក្នុងនោះកំពុងផាស្វ័យយ័តគឺជាក្រុមហ៊ុនមួយដែលខាត់បង់ច្រើនជាងគេរីឯនៅលើផ្សារកំណើនវិញក្រុមហ៊ុន Pegasus Sri Garden បានធ្លាក់ចុះខណៈដែលក្រុមហ៊ុន DBD Engineering និង JS Land រក្សាតម្លៃនៅដដែលអត្រាប្តូរប្រាក់រៀលខ្មែរបើធៀបនឹងប្រាក់ដុល្លារគឺមានស្ថិរភាពជាភាពនឹងណដោយមានតម្លៃ $4.24 រៀលនៅក្នុង$1អាមេរិកខណៈដែលសន្ទុះប្រាក់ដុល្លារវិញគឺមានតម្លៃ $101.21 ទំនិញសកលវិញតម្លៃប្រេងឆៅបានធ្លាក់ចុះជារួមគឺ 2% បើគិតត្រឹមថ្ងៃសុក្រនេះដោយតម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ 1.99% ដែលមានតម្លៃ $73.16 អាមេរិកនៅក្នុងមួយធុងបារ៉ែលខណៈដែលប្រេងឆៅប្រភេទ WTI របស់អាមេរិកវិញគឺបានធ្លាក់ចុះ 2.07% ដែលមានតម្លៃ $70.43 អាមេរិកនៅក្នុងមួយធុងបារ៉ែលតម្លៃមាសកំពុងស្ថិតនៅស្ថានភាពនៃការធ្លាក់ចុះនៅក្នុងសប្តាហ៍ 4 ជាប់គ្នាដោយសារតែប្រាក់ដុល្លារមានភាពរឹងមាំហើយការរំពឹងទុកនៃការដំឡើងអត្រាការប្រាក់កាន់តែលឿនរបស់អាមេរិកដើម្បីទប់ទល់នឹងអតិផរណាដែលបានធ្វើឲ្យដុំមាសស្ថិតនៅក្រោមសម្ពាធជិតកម្រិតកន្លះ $4,000 អាមេរិកនៅក្នុងមួយអោនក្នុងនោះដែរមាសប្រភេទ Spot Gold គឺមានស្ថិរភាពដែលមានតម្លៃ $4,027.91 អាមេរិកនៅក្នុងមួយអោនរីឯមាសសម្រាប់ការចែកចាយនាពេលអនាគតនៅក្នុងខែសីហាវិញគឺបានធ្លាក់ចុះ 0.1% ដែលមានតម្លៃ $4,043.40 អាមេរិកអំពីទីផ្សារ Crypto Bitcoin ត្រូវបានជួញដូរនៅក្នុងតម្លៃ $59.648 អាមេរិកដែលទាបជាងកម្រិតនៃតម្លៃអតិផរណាដែលបង្កការខាត់បង់គឺ $72,000 អាមេរិកដោយក្រុមអ្នកជួញដូរបានសុខចិត្តខាត់បង់ប្រាក់បន្ថែមទៅលើកិច្ចសន្យាដើម្បីការពារនៃការធ្លាក់ចុះថ្លៃបន្ថែមទៀតក្រឡេកទៅមើល Ether វិញគឺស្ថិតនៅក្រោមសម្ពាធផងដែរដោយជួញដូរនៅក្បែរ $1.544 អាមេរិកដែលទាបជាងឆ្ងាយពីកម្រិតតម្លៃអតិផរណាដែលបង្កការខាត់បង់ $2,000 អាមេរិកសូមបន្តទៅកាន់ព័ត៌មានដែលតទៅនឹងអាជីវកម្មចម្រុះដទៃទៀតបណ្ឌិតសភា DG និងស្ថាប័ន Expert Leadership Innovation Exchange Organization បានដាក់ដំណើរការជាផ្លូវការនៅវគ្គសិក្សាទី 2 នៃកម្មវិធី Techpreneur Bootcamp កាលពីថ្ងៃទី25 ខែមិថុនានៅទីស្តីការក្រសួងប្រៃសណីនិងទូរគមនាគមន៍នៅក្នុងរាជធានីភ្នំពេញកម្មវិធីនេះមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ពីរដ្ឋាភិបាលដៃគូអភិវឌ្ឍន៍អន្តរជាតិតំណាងវិស័យឧស្សាហកម្មនិងសហគ្រិនបច្ចេកវិទ្យាដែលត្រូវបានជ្រើសរើសចំនួន60រូបដែលនឹងត្រូវបានចាប់ផ្ដើមដំណើរការនៃកម្មវិធីរយៈពេល7ខែនេះហើយកម្មវិធី Techpreneur Bootcamp 2.0 គឺជាកម្មវិធីសិក្សាយ៉ាងស៊ីជម្រៅនិងទទួលបានការឧបត្ថម្ភថវិកាពេញ 100% ដែលទទួលបានជំនាញផ្ដល់ជូនស្របគ្នាពីរគឺ Full Stack Development និង AI Data Scienceបេក្ខជនចុងក្រោយទាំង60រូបត្រូវបានជំរុញចេញពីដំណើរការជ្រើសរើសយ៉ាងហ្មត់ចត់នៅក្នុងចំណោមអ្នកដាក់ពាក្យសរុបជាង 1,100 នាក់ដែលចំនួននេះមានការកើនឡើងជាទ្វេដងបើធៀបនឹងឆ្នាំដំបូងនៃកម្មវិធីដែលឆ្លុះបញ្ចាំងអំពីតម្រូវការនៃការកើនឡើងយ៉ាងរហ័សចំពោះការបណ្ដុះបណ្ដាលបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់និងស្របតាមតម្រូវការទីផ្សារនៅក្នុងចំណោមយុវជនកម្ពុជាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកាលពីថ្ងៃទី25ខែមិថុនានេះបានរៀបចំវេទិកាមួយនៅទីក្រុងស្ទឹងសែនខេត្តកំពង់ធំនៅក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងការដាំដុះការប្រមូលទិញការកែច្នៃនិងការនាំចេញស្វាយចន្ទីក៏ដូចជាការស្វែងរកដំណោះស្រាយដើម្បីពង្រឹងខ្សែច្រវាក់តម្លៃស្វាយចន្ទីរបស់កម្ពុជា
ការពិភាក្សាគឺផ្ដោតលើគោលនយោបាយកសិកម្មរបស់រដ្ឋាភិបាលយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្មនិងអនុវត្តកម្មវិធី Aspire Act របស់ក្រសួងហើយបញ្ហាប្រឈមរបស់កសិករគឺនីតិវិធីកម្ចីរបស់ធនាគារ ARDB ដែលតម្រូវការរបស់អ្នកទិញស្តង់ដារភូតគាមអនាម័យការធ្វើកសិកម្មតាមកិច្ចសន្យានិងការទទួលបានទីផ្សារស្តង់ដារនាំចេញព្រមទាំងការឈានទៅពង្រឹងភាពជាដៃគូនិងភាពប្រកួតប្រជែងនៅក្នុងខ្សែច្រវាក់តម្លៃទាំងមូលក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍អគ្គិសនីនិងមេកានិករបស់វៀតណាមតាទីផាតបានប្រកាសអំពីផែនការបង្កើតរោងចក្រដំឡើងគ្រឿងរោងចក្រសំណង់មួយនៅក្នុងខេត្តកំពង់ស្ពឺដែលនេះជាការបង្ហាញអំពីការពង្រីកបន្ថែមទៀតនៅការវិនិយោគឧស្សាហកម្មរបស់វៀតណាមនៅក្នុងប្រទេសកម្ពុជាផែនការនេះត្រូវបានលាតត្រដាងឡើងដោយអគ្គនាយកក្រុមហ៊ុនតាទីផាតប្រចាំកម្ពុជានៅក្នុងជំនួបពិភាក្សាការងារជាមួយនឹងអភិបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី25ខែមិថុនាក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងហាណូយមួយនេះមានបំណងពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងខេត្តកំពង់ស្ពឺដោយលើកឡើងថាកត្តាសន្តិភាពស្ថិរភាពនយោបាយនិងសក្តានុពលអភិវឌ្ឍដ៏រឹងមាំរបស់ខេត្តគឺជាកត្តាគន្លឹះនៅពីក្រោយការសម្រេចចិត្តនេះខ្ញុំថានិតសូមបញ្ចប់ព័ត៌មានប្រចាំថ្ងៃនៃ B2B Asia News ត្រឹមតែប៉ុណ្ណេះវិលមកជួបលោកអ្នកនាងជាថ្មីនៅថ្ងៃបន្ទាប់